ការឡើងកម្ដៅផែនដីបញ្ហាបរិស្ថានជាច្រើនកំពុងកើតឡើងដោយសារតែបាតុភូតការឡើងកម្ដៅផែនដីដែលធ្វើឲ្យសីតុណ្ហភាពរបស់ភពផែនដីកើនឡើងឧទាហរណ៍ដ៏លេចធ្លោមួយគឺបាតុភូតអាកាសធាតុមិនប្រក្រតីកាលពី2 ទៅ 3 ឆ្នាំមុននៅតំបន់អឺរ៉ុបសីតុណ្ហភាពនាឌឺក្ដៅបានកើនឡើងលើសពី50 អង្សាហើយថែមទាំងមានភ្លៀងធ្លាក់ខ្លាំងទៀតផងជាងនេះទៅទៀតក្នុងរដូវរងាសីតុណ្ហភាពបានធ្លាក់ចុះរហូតដល់ក្រោម0-30 អង្សាដោយសាររលកធាតុត្រជាក់និងព្រិលធ្លាក់ខ្លាំងដែលបណ្ដាលឲ្យមានអ្នកបាត់បង់ជីវិតផងដែរអ្នកជំនាញបានលើកឡើងថាមូលហេតុនៃអាកាសធាតុមិនប្រក្រតីទាំងនេះគឺបណ្ដាលមកពីការបំពុលបរិស្ថានប្រសិនបើការឡើងកម្ដៅផែនដីនៅតែបន្តធ្ងន់ធ្ងរទៅថ្ងៃមុខនោះមិនត្រឹមតែសត្វធាតុនោះទេសូម្បីតែមនុស្សជាតិក៏មិនអាចរស់នៅលើផែនដីនេះបានដែរហេតុដូច្នេះហើយដើម្បីដោះស្រាយបញ្ហានេះយើងត្រូវតែខិតខំប្រឹងប្រែងការពារបរិស្ថានដូចជាការអភិវឌ្ឍថាមពលជំនួសដើម្បីជំនួសឲ្យប្រេងកាតនិងធ្យូងថ្មក៏ដូចជាកាត់បន្ថយការប្រើប្រាស់សម្ភារៈដែលប្រើប្រាស់បានតែម្ដងជាដើមលើសពីនេះទៅទៀតយើងត្រូវដឹងថាការបំពុលបរិស្ថានគឺជាបញ្ហាដែលប្រជាជនទូទាំងពិភពលោកត្រូវតែរួមគ្នាដោះស្រាយហើយត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើបញ្ហាការឡើងកម្ដៅផែនដី